មូលហេតុអ្វីដែលបណ្ដាលឲ្យដំណាំរបស់យើងនឹងរួញបដូលនេះគឺជាវីដេអូដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនហើយក៏ជាបទពិសោធន៍ដែលខ្ញុំបានជួបកន្លងមកដែរហើយនៅក្នុងហៅស៊ឺនេះដីប្រហែលជាជាង3ហិកតាគឺជាដំណាំពេញប៉ោះហើយជាបទពិសោធន៍ធ្លាប់កាត់ចោលម្ដងដែរកាត់ទាំងអស់តែម្ដងរាប់ពាន់ដើមកាត់ចោលខាតអស់រាប់ម៉ឺនដុល្លារដោយសារតែបញ្ហារួញបដូលនឹងហើយនេះជាមេរៀនថ្មីមួយដែលខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនផងដែរហើយបញ្ហាដែលបណ្ដាលឲ្យរួញបដូលនោះគឺមាន3ចំណុចហើយខ្ញុំនឹងបង្ហាញបងប្អូនអំពីបញ្ហាអ្វីហើយនឹងដំណោះស្រាយនៅក្នុងប្រទេសកូរ៉េបញ្ហាដែលខ្ញុំជួបនិងខ្ញុំបានសិក្សាតកែកូរ៉េធ្លាប់ប្រាប់ខ្ញុំពីមូលហេតុដែលបណ្ដាលឲ្យរួញបដូលហើយនឹងកាត់ចោលនៅក្នុងហៅស៊ឺនឹងទាំងមូលមកពីបញ្ហា3ចំណុចហើយចំណុចទី1ដែលបណ្ដាលឲ្យដំណាំយើងរួញបដូលនោះកត្តាសត្វល្អិតវាមានច្រើនប្រភេទវាមានដូចជាងមចៃហើយនឹងប្រភេទសត្វល្អិតផ្សេងទៀតហើយចំពោះដំណោះស្រាយដែលយើងអាចដោះស្រាយបាននោះមាន2ដំណោះស្រាយទី1គឺយើងធ្វើតាមធម្មជាតិគឺយើងប្រើអានេះបងប្អូនកៅស្អិតមុនឃើញនៅលើនេះសុទ្ធតែសត្វល្អិតទាំងអស់សត្វល្អិតដែលយើងដាក់កៅស្អិតណាអានេះដំណោះស្រាយតាមបែបធម្មជាតិបងប្អូនឃើញសុទ្ធតែងមសហើយនឹងចៃនេះកៅខ្ញុំគិតថាដូចជាកៅដែលយើងដាក់រុយនៅខ្មែរណាកៅនឹងស្អិតណាយើងចង់បញ្យួរបែបហ្នឹងទៅនៅពេលដែលវាតោងទៅវានឹងជាប់តាមហ្នឹងហើយបងប្អូនឃើញលឿងទាំងអស់ហ្នឹងគឺជាកៅសម្រាប់ចាប់សត្វល្អិតហើយដំណោះស្រាយទី2នោះគឺយើងប្រើថ្នាំគីមីដើម្បីកម្ចាត់វាគឺយើងបាញ់ថ្នាំជារៀងរាល់ថ្ងៃអញ្ចឹងទៅហើយនេះគឺជាប្រភេទថ្នាំដែលតែងតែបាញ់ប្រចាំថ្ងៃសម្រាប់សត្វល្អិតហ្នឹងហើយបងប្អូនមើលទៅនេះជាផលិតផលរបស់ប្រទេសកូរ៉េផ្ទាល់គេផលិតខ្លួនគេហើយនឹងសម្រាប់លក់ឲ្យប្រជាពលរដ្ឋគេអញ្ចឹងទៅបញ្ហាទី2ដែលបណ្ដាលឲ្យរួញបដូលនោះគឺបញ្ហាជីបងប្អូនធ្លាប់ដឹងថាបញ្ហាដែលរួញបដូលនេះគឺមកពីសត្វល្អិតប៉ុន្តែជីក៏ជាកត្តាសំខាន់មួយដែរបងប្អូនដឹងហើយថាប្រភេទពេញប៉ោះប្រភេទដំណាំតូចវាប្រៀបដូចជាមនុស្សយើងដែរមិនថាដំណាំកសិកម្មឬក៏ជាមនុស្សទេបងប្អូននៅពេលដែលវានៅតូចវាអត់អាចត្រូវការជីខ្លាំងបានទេវាត្រូវការសន្សំដូចជាកូនក្មេងទើបតកើតមកអញ្ចឹងវាត្រូវការទឹកដោះបន្តិចហើយបានយើងលាយចំណីតិចតួចបានវាមកញ៉ាំបាយអញ្ចឹងទៅអញ្ចឹងរុក្ខជាតិដូចគ្នាបើសិនជាបងប្អូនប្រើជីគីមីច្រើនពេកនៅពេលដែលវានៅតូចវានឹងបណ្ដាលឲ្យរួញបដូលដូចគ្នាហើយបញ្ហាដែលរួញបដូលនោះគឺភាគច្រើនគឺនៅពេលដែលដំណាំយើងនៅតូចមែនអត់បងប្អូនតែងជួបអញ្ចឹងអត់បើសិនជាវាធំហើយវាអត់ងាយនឹងរួញបដូលទេបញ្ហាជីនេះផងដែរគឺយើងមើលទៅលើប្រភេទជីបើសិនជាបងប្អូនប្រើជីខុសរបៀបនៃការប្រើរបស់គេក៏អាចបណ្ដាលឲ្យដំណាំយើងខូចដែរខ្ញុំសូមចិត្តបងប្អូនជួយចែករំលែកវីដេអូនេះទៅកាន់ប្រជាកសិករយើងបានឃើញផងខ្ញុំចង់លើកស្ទួយវិស័យកសិកម្មនេះឲ្យបងប្អូនបានយល់ច្រើនបើបងប្អូនចង់ចូលរួមលើកស្ទួយវិស័យកសិកម្មនេះគ្រាន់តែ share វីដេអូឲ្យបងប្អូនដទៃបានឃើញទៅហើយនឹងជួយចុច follow page ម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទាក់ទងជាមួយនឹងចំណេះដឹងកសិកម្មនៅក្រៅប្រទេសអញ្ចឹងទៅហើយចំណុចទី3នោះគឺបញ្ហាពូជក៏សំខាន់ដែរបងប្អូនដែលជាបញ្ហាមួយធ្វើឲ្យបដូលដំណាំរបស់យើងនឹងរួញដូចគ្នាហេតុអីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះនៅក្នុងប្រទេសកូរ៉េនេះគេប្រើពូជគឺលក្ខណៈអែបអងអែបដឺដូចអ្នករៀនទី12អាចស្គាល់ហើយពពូជមេបាមិនអាចប្រកាត់បានយកទៅបន្តធ្វើពូជទៀតទេណាឧទាហរណ៍ថាគ្រាប់ដំណាំដែលបងប្អូនទិញនៅផ្សារនៅខ្មែរយើងជាកញ្ចប់ហ្នឹងប្រភេទដំណាំខ្លះវាអាចយកទៅបន្តពូជបានទេគឺវាដាច់ពូជត្រឹមហ្នឹងតែម្ដងគឺមានន័យថាបើសិនជាយើងយកគ្រាប់ពូជហ្នឹងទៅដាំហើយបងប្អូនយកទិន្នផលទុំវាហើយប្រមូលយកគ្រាប់យកមកដាំបន្តទៀតអាហ្នឹងគឺវាអត់បានផលទេហើយទោះបីជាបានផលក៏បានផលក្នុងកម្រិតទាបដែរហើយបើសិនជាវាមិនបានផលវាអាចនឹងធ្វើដំណាំយើងនឹងរួញខាតពេលវេលាក្នុងការធ្វើកសិកម្មហ្នឹងអញ្ចឹងទៅហើយដំណោះស្រាយដូចដែលខ្ញុំបានប្រាប់យ៉ាងតាក់ទងជាមួយនឹងចំណុចទី3បងប្អូនមុននឹងទិញគ្រាប់ពូជហ្នឹងបងប្អូនត្រូវមើលថាគ្រាប់ពូជហ្នឹងអាចយកទៅបណ្ដុះបន្តទៀតបានអត់បន្ទាប់ពីមេបាវានឹងទៅពីព្រោះគ្រាប់ពូជនេះអាចនឹងដាច់ត្រឹមហ្នឹងបងប្អូនគេប្រកាសមកគឺមានយកគ្រាប់ពូជហ្នឹងមកដាំហើយគឺដាច់ត្រឹមហ្នឹងអត់អាចយកគ្រាប់ពូជហ្នឹងទៅបណ្ដុះទៀតបានទេអញ្ចឹងបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនានិងជួយ share វីដេអូនេះទាំងអស់គ្នាជាចំណេះដឹងតិចតួចសម្រាប់បងប្អូនប្រជាកសិករយើងដែលគិតថាវានឹងល្អសម្រាប់បងប្អូនហ្នឹងហើយជម្រាបលាបងប្អូនបាយ